លទ្ធផលខ្មែរស្នាដៃកូនខ្មែរតែគុណភាពអត់កើតតម្លៃថ្លៃសេវាអន់អានឹងគ្មានណាគ្រប់គ្រងយូរទេឥឡូវក្នុងស្ថានភាពនេះគេគ្រប់គ្រងរយៈពេលខ្លីតែបំនៅតែអញ្ចឹងទៀតយើងអត់កែប្រែទៀតយើងអត់អភិវឌ្ឍទៀតមានពីណាគ្រប់គ្រងទេពេលដែលយើងបង្កើតដំបូងបងតុកខ្លះគាត់ចូល comment ភ័យក្នុងអីដែរបាត់ទីផ្សារតុកគាត់ហើយបាទខាងអត់អីទេមិនបាត់តាណាទីផ្សារខុសគ្នាបាទយើងអត់ទៅប្រកួតប្រជែងមួយបងកង់3ទេទីផ្សាររបស់យើងគឺតែរថយន្តទេបាទហើយរថយន្តយើងរៀងពិនិត្យទៀតបាទអញ្ចឹងទីផ្សារវារៀងខុសគ្នាឆ្ងាយគាត់នៅតែគាត់ប្រកបរបរស៊ីបានធម្មតាណាគេជួយសួរបងបាទសួរអូខេជាដំបូងចង់ឲ្យបងជួយណែនាំខ្លួនបាទខ្ញុំឈ្មោះឌីណាតែពីច្រើនគេស្គាល់ដែនហើយឈ្មោះក្រៅបាទហើយជា CEO របស់ Limo App អូខេអាចជំរាបជូនតិចបាននេះបងថាតាណាដើមតងមិនបាននាំឲ្យបងមកបង្កើត app នេះឡើងថាពីមុនឡើយបងប្រកបរបរឬមួយក៏រកស៊ីនៅក្នុងវិស័យឡាននឹងស្រាប់ឬមួយក៏មិនដែរបាទការពិតទៅខ្ញុំពីមុនក៏ធ្លាប់ធ្វើការគេដែរវាបទពិសោធន៍ជាង10ឆ្នាំហើយជា12ឆ្នាំចា៎បន្តមកបានយើងបោះជំហានចេញរកស៊ីខ្លួនឯងពាក់ព័ន្ធជាមួយវិស័យឡានហ្នឹងបាទហើយនៅវិស័យឡានហ្នឹងប្រហែលជា13ឆ្នាំបាទ13ឆ្នាំតាំងពី2013រហូតដល់2026អូបាទហើយឥឡូវនេះបានយើងសម្រេចចិត្តថាបង្កើត Limo App នេះឡើងបាទអញ្ចឹងបានន័យថាពីមុនមកធ្វើការឲ្យគេដែរបាទតាំងស៊ីឈ្នួលគេដែរស៊ីឈ្នួលគេចាបើនឹកឃើញមិនបានជើងមកបើករកស៊ីវិញអញ្ចឹងណាបងចង់និយាយថាមនុស្សអត់សូវចូលចិត្តតនេធ្វើរបស់ដែលបាទហើយការនៅធ្វើការគេអញ្ចឹងថាជាទូទៅ 2-3 ឆ្នាំខ្ញុំដូរការងារម្ដងបាទនៅពេលដែលយើងធ្វើអីមួយដែលវាស្រួលវានៅស្ថិតក្នុង comfort zone របស់យើងជាទូទៅខ្ញុំអត់នៅទៀតទេខ្ញុំពីចឹងខ្ញុំ take risk បាទទៅមកកន្លែងទៀតនៅពេលដែលចេះពីមកកន្លែងហ្នឹងហើយទៀតក៏យើង move បាទដល់ពេលចឹងក្រោយយើងមានអារម្មណ៍ថាដល់ពេលដែលយើងអាចគួរតែចាប់ផ្ដើមចេញរកស៊ីខ្លួនឯងបាទ business ខ្លួនឯង2013ហ្នឹងយើងរកទៅខាងអីវិញបង2013ខាងលក់គ្រឿងឡានដែរណ៎បងតុបតែងគ្រឿងឡានស៊េរីឡានបាទសំខាន់ក្នុងឆ្នាំ2026នេះបងផ្ដល់នៅសេវាកម្មថ្មីមួយទៀតគឺបង្កើត app ឡើងអូខេនឹកឃើញអីបានបងនឹកឃើញបង្កើត app នឹងឡើងមកបាទដោយសារតែធម្មតាសេដ្ឋកិច្ចមានការប្រែប្រួលបាទហើយណាមួយពេលយើងមើលពីពលានយន្តហោះរបស់យើងដូរពីពលានយន្តហោះចាស់ទីតាំងចិត្តទៅពលានយន្តហោះថ្មីលំដាប់ទីតាំងឆ្ងាយឆ្ងាយពីក្រុងវាចូលប្រហែលជា30គីឡូបាទអញ្ចឹងខ្ញុំគិតថានៅពេលដែលយើងធ្វើដំណើរយូរទៅពលានគឺមានការនឿយហត់បើសិនជាយើងអត់បានទទួលនៅប្រភេទឡានពិនិត្យប្រភេទឡានល្អបាទហើយមានផាសុកភាពធ្វើឲ្យយើងទៅដល់ពលានអារម្មណ៍ដែលយើងត្រៀមឋាននឹងសុបាយហ្នឹងវាទៅជាអស់សុបាយបាទសោះក្រោះហ្នឹងហើយអញ្ចឹងយើងផ្ដល់ជូននៅប្រភេទឡានណាដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទៅតាមជំរឿនរបស់គាត់បាទអញ្ចឹងដែលបច្ចុប្បន្នយើងផ្ដល់សេវាទៅលើឡានប្រភេទឡាន Alpha VIP សម្រាប់អ្នកដែលមានគ្រួសារធំដល់5-6នាក់ទៅជិះឡានទូចជាអៀតពីព្រោះកុំភ្លេចទៅវ៉ាលីគឺមានវ៉ាលីហើយបាទវ៉ាលីមិនដែលម្នាក់កន្លះវ៉ាលីគឺមកវ៉ាលីឡើងបាទអញ្ចឹងយើងផ្ដល់ឡានធំសម្រាប់ឲ្យគាត់មានភាពងាយស្រួលឬក៏ចង់បានលក្ខណៈ private គាត់អាចជិះទៅ2នាក់នៅក្នុងកៅអី VIP របស់ឡានហ្នឹងក៏បានបាទតែជំរើសមួយទៀតភាពពិនិត្យភាពងាយស្រួល comfort ដែរដូចគ្នាសម្រាប់គឺរត់រយៈពេលវែងគឺ premium EV បាទដែលយើងផ្ដល់ជូនដូចគ្នាផងដែរហ្នឹងហើយចាបងអូខេតាក់ទងជាមួយនឹងការប្រើប្រាស់ app វិញបាទទៅលើ app Limo ហ្នឹងផ្ដល់នៅភាពងាយស្រួលមិនខ្លះដល់អតិថិជនដែលគាត់ប្រើខាងបងអញ្ចឹងណាបងបាទសម្រាប់ app Limo ដោយសារយើងមានបទពិសោធន៍ច្រើនយើងជិះឡានច្រើនតាម app ផ្សេងបាទយើងដឹងហើយពេលដែលយើងបើក app គេមកគឺមិនមែនតែកក់ឡានទេវាមានដឹកម្ហូបផងវាមាន promotion ផងវាមានស្អីគាត់បើកមករញ៉េញ៉ៃច្រើនបាទដល់ពេលយើងគិតថាបើសិនជាយើងធ្វើយើងចង់ថាឲ្យភ្ញៀវគាត់មានភាពងាយស្រួលច្បាស់លាស់បាទសាមញ្ញអ្នកល្មមបើកមកស្រួលអញ្ចឹងយើងធ្វើ app មួយដែលមាន interface សាមញ្ញបាទគឺគាត់បើកមកនឹង load interface មកសួរថាគាត់ចង់ទៅណាបាទគាត់ដាក់ទៅទីតាំងគាត់ទៅគាត់នឹងឃើញតម្លៃហើយនឹងជាមួយជំរើសឡានដែលគាត់ចង់បានចាបាទនេះតាភ្ញៀវចូលទៅក្នុង app បងដឹងតែកក់ទៅលើឡានថ្លៃឡានល្អហើយតម្លៃទៅតាមប្រភេទឡានដែលគាត់ចង់បានបាទហ្នឹងហើយអញ្ចឹងសាមញ្ញស្រួលណាហើយភាពងាយស្រួលមួយទៀត app របស់យើងមានជាង50ភាសាសម្រាប់បង50ភាសាបាទ50ភាសាជាងអញ្ចឹងបងប្អូនណាដែលគាត់ប្រើទូរស័ព្ទជាភាសាខ្មែរគាត់ download app នឹងមកចេញជាភាសាខ្មែរតែម្ដងបាទបើចិន
គាត់ download app ហ្នឹងមកចេញជាភាសាចិនបើបារាំងចេញបារាំងអេស្ប៉ាញចេញអេស្ប៉ាញហ្នឹងហ្មងបាទអញ្ចឹងវាអាស្រ័យទៅតាមប្រភេទទូរស័ព្ទ setting របស់គាត់ជាភាសាអីអញ្ចឹងនឹងលោតភាសាហ្នឹងឲ្យគាត់ហ្មងយើងមិនបាច់មាន Google Translate មិនបាច់អីទេបាទស្រួលចង់ដឹងថា app Limo ហ្នឹងបង្កើតឡើងដោយខាងណាខាងណីដែរអញ្ចឹងណាបងបាទជាក់ស្ដែងទៅ app Limo នេះបង្កើតដោយក្រុមការងាររបស់ខ្ញុំយើងមាន team 3នាក់ដំបូងហ្នឹងបាទខ្ញុំភាគច្រើនខ្ញុំកាន់ខាង marketing ហើយ co-founder ម្នាក់ទៀតគាត់ផ្នែក sale ហើយនឹងម្នាក់ទៀតគាត់ខាង IT នឹងតែម្ដងចឹងបានន័យថា app នេះគឺយើងមានក្រុមមួយក្រុមជាអាចថានិយាយបានថាជាក្រុម IT develop app នឹងឡើងដើម្បីបង្កើតឡើងមកបង្កនូវភាពងាយស្រួលដល់ទាំងប្រជាជនខ្មែរយើងហើយនិងបរទេសទាំងបរទេសហ្នឹងហើយភាសា team របស់យើងសិតតែខ្មែរយើងគិតធ្វើម៉េចឲ្យពួកគាត់មានភាពងាយស្រួលក្នុងការប្រើប្រាស់បាទហ្នឹងហើយជាទូទៅយើងផ្ដល់នៅសេវា25ខេត្តក្រុងទៅតាមខេត្តឆ្ងាយៗអីបងឬមួយក៏តែនៅក្នុងពេញនេះបាទជាជំហានដំបូងគឺខាងពួកខ្ញុំផ្ដោតសម្រាប់ app ហ្នឹងយើងប្រើសម្រាប់តែនៅពេញទេបាទអនាគតយើងនឹងបរិយាប៉ុន្តែសម្រាប់រថយន្តរបស់យើងគាត់អាចធ្វើការ book offline បានគឺគាត់អាច book ដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនសម្រាប់ទៅទីផ្សារសំទោសទៅតាមបណ្ដាខេត្តអាចជួលជាម៉ោងក៏បានជួលជាថ្ងៃក៏បានជួលជាជើងក៏បានទៅ25ខេត្តក្រុងបានទាំងអស់បាទជាក់ស្ដែងមានបងប្អូននៃកិច្ចជនគាត់មកពីក្រៅមកពីអាមេរិកមកពីអូស្ត្រាលីអីគាត់មកលេងស្រុកខ្មែរគាត់ book Alpha ហ្នឹងពីបលៀនទៅហូតែលរបស់គាត់បាទដល់ពេលគាត់ចប់ពីហ្នឹងស្អែកឡើងគាត់ត្រូវការធ្វើដំណើរជាលក្ខណៈគ្រួសារគ្នាគាត់ច្រើនចាបងអញ្ចឹងគាត់ត្រូវការឡានធំដែរគាត់កក់ទៅកំពង់សោមទៅមួយយប់ពីរយប់អីចឹងក៏បានបាទអញ្ចឹងគឺអាស្រ័យទៅតាមភ្ញៀវតម្រូវការរបស់យើងគឺអាចបត់បែនបានតែសម្រាប់តែ app គឺយើងប្រើសម្រាប់តែក្នុងក្រុងភ្នំពេញដែរជាជំហានដំបូងបាទអូខេបងខ្ញុំមានចម្ងល់មួយទាក់ទងជាមួយនឹងទីផ្សារនៅក្នុងស្រុកខ្មែរយើងអាចថាដោយសារឥឡូវហ្នឹងវាមានពពួកដូចអាចថាតុកឬមួយក៏កង់3អីច្រើនប៉ុន្តែ app របស់បងផ្ដោតតាពិសេសទៅលើសេវាកម្មឡានហើយយើងឡានបែបរៀង premium ឡានថ្លៃចង់ដឹងថាបងមានលក្ខណៈពិសេសអីក្នុងការផ្ដល់សេវាកម្មហ្នឹងទៅកាន់អតិថិជនដើម្បីឲ្យគាត់ទទួលបាននៅអីមួយដែលប្លែកពីខាងគេអញ្ចឹងណាបងបាទពេលដែលយើងបង្កើតដំបូងបងប្អូនតុកខ្លះគាត់ចូល comment ក្នុង page ក្នុងអីដែរថាបាត់ទីផ្សារតុកគាត់ហើយបាទថាអត់អីទេមិនបាត់តាណាទីផ្សារវាខុសគ្នាបាទយើងអត់ទៅប្រកួតប្រជែងមួយបងកង់3ទេទីផ្សាររបស់យើងគឺតែរថយន្តទេបាទបាទហើយរថយន្តយើងរៀងពិនិត្យទៀតបាទអញ្ចឹងទីផ្សារវារៀងខុសគ្នាឆ្ងាយគាត់នៅតែគាត់ប្រកបរបរស៊ីបានធម្មតាណាអ្វីដែលជាចំណុចពិសេសរបស់យើងដោយសារយើងក្រុមហ៊ុនខ្មែរយើងដឹងពីថាជីវភាពចំណូលបត់បែនបាទការរស់នៅរបស់យើងគឺយើងផ្ដោតជាសំខាន់គឺ happy driver happy rider បាទតកង់សុបាយចិត្តដែលជីសុបាយចិត្តគឺក្រុមហ៊ុនចូលលុយហើយអញ្ចឹងក៏ happy company ដែរបាទអញ្ចឹងក្រុមហ៊ុន app ផ្សេងខ្ញុំឃើញថាគាត់ព្យាយាមរត់ច្រើនតែគាត់តម្លាក់តម្លៃគាត់បាន happy rider គាត់ happy user គាត់បានអ្នកដែលជីសុបាយចិត្តពីព្រោះថោកបាទប៉ុន្តែគាត់ទៅគៀបតកងឡានគាត់បានគាត់20មួយថ្ងៃរត់20ជើង6 10ម៉ោងអីបានសល់តែ10ព្រាយហ្នឹងបាទអញ្ចឹងគាត់ហត់គាត់ចំណាយធម្មពលគាត់ច្រើនពេញមួយថ្ងៃបាទពេលខ្លះសឹងតែអត់មានពេលជួបប្រពន្ធកូនហ្នឹងដល់ពេលចំណូលគាត់តិចអញ្ចឹងអាហ្នឹងមិនមែន happy driver គាត់តិចចេញតិចចូលអញ្ចឹងណាយើងអត់ទេចង់ឲ្យភ្ញៀវគាត់ក៏សុបាយចិត្តនៅសេវាមួយដែលល្អតម្លៃសមរម្យហើយតកងយើងក៏ត្រូវតែសុបាយចិត្តដែរបាទបានការបើកបររបស់គាត់ទៅ smooth បាទពេលខ្លះគាត់ខឹងបើសិនរឿងនេះគាត់ខឹងគាត់ជន់យកក៏យើងពុលហើយអញ្ចឹងអត់សុបាយទេបាទអញ្ចឹងត្រូវតែ happy driver happy rider happy company មួយគ្នាបាទអានេះជាគោលការណ៍របស់យើងហើយចាក់ស្ដែងតម្លៃរបស់យើងបើធៀបមួយគេប្រភេទឡានដូចគ្នា Alpha ខ្ញុំហ៊ាននិយាយថាយើងក្រោមគេប្រហែលជា20ទៅ30%បើគេជិះពីទីតាំងនេះទៅបលៀនអស់ឧទាហរណ៍ថាអស់100អញ្ចឹងក្រុមហ៊ុនអស់ប្រហែលជា$70សម្រាប់ប្រភេទឡាន Alpha ណាខុសច្រើន$30ហើយសំខាន់សេវាកម្មយើងមិនដែរបាទសេវាកម្មយើងគឺ the best ហ្មងបាទតកងយើងគឺយើងយក feedback ទាំងអស់ពីភ្ញៀវគឺខ្ញុំព្យាយាមឲ្យតកងរបស់ខ្ញុំទាំងអស់ពេលដែលចប់សូម feedback ភ្ញៀវថាបងការបើកបររបស់ខ្ញុំមិនដែរយល់មិនពួកក្រុមហ៊ុនគឺយើងទទួលបាន feedback ល្អទាំងអស់បាទយើងស្ទើរតែមានការបណ្ដុះបណ្ដាលពួកគាត់មកឬមួយក៏មិនដែរបងបាទពួកគាត់សម្រាប់តកងរបស់ក្រុមហ៊ុនហ្មងគឺយើងឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងបច្ចេកទេសទាំងការកាន់ដៃជាកូដយើងហៅតេស្តដៃជាកូដណាបាទហើយនឹង protocol របស់គាត់យើងប្រហែលជាមួយសប្តាហ៍បានយើងអាចចាប់ដើមឲ្យគាត់ confirm ចូលទៅការបានពួកគាត់ស្ទើរតែមាន license មានអីត្រឹមត្រូវអត់ចេះយកបាត់ណាបាត់ណីមកទេបាទអត់ទេគាត់ត្រូវមានបទពិសោធន៍ផងស្គាល់ផ្លូវហើយគាត់ត្រូវតែមានបានបើកបរហើយឡានរបស់យើងសម្រាប់ប្រភេទឡាន Alpha ហ្នឹងគឺយើងសុទ្ធតែមានធានារ៉ាប់រង
ដើម្បីធានាសុវត្ថិភាព ចាអញ្ចឹងសម្រាប់អាជីវកម្មមួយនេះខ្ញុំគិតថាល្អសម្រាប់ស្រុកខ្មែរយើងពីខាងបងលីម៉ូពិសេសនោះគឺផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើងក្នុងការប្រើប្រាស់ app កាន់តែស្រួលជាងមុនអត់ចាំបាច់ឈរចាំហៅកង់3ហៅអីជួនពួកគាត់អាចនឹងបែបថាកាត់ថ្លៃយើងកាត់អីចឹងអត់ពិបាកហ្នឹងហើយពីព្រោះនៅប្រទេសរីកចម្រើនទាំងអស់គេដូរមកប្រើប្រភេទ app ហ្នឹងហើយដើម្បីកាត់បន្ថយចំណាយកាត់បន្ថយការកេងប្រវ័ញ្ចរឿងជីវៀងផ្លូវជីអីហ្នឹងណាបាទជាពិសេសអ្នកទៅវៀតណាមដឹងហើយបើអត់ហៅតាម app ទេដល់ហើយបាទចការទៅ2គីឡូគាត់ជិះហើយហ្នឹងចង់10ជុំហើយយើងអត់ដឹងដែរអញ្ចឹងយើងកាត់បន្ថយហ្នឹងទាំងអស់ពីព្រោះគេវិវត្តទៅហ្នឹងហើយអញ្ចឹងយើងខ្មែរមួយរូបដែរយើងគួរតែមាន app មួយបោះខ្មែរតំណាងឲ្យខ្មែរបាទហើយកុំយកពាក្យខ្ញុំចង់និយាយកុំយកពាក្យអាឡេះផលិតផលខ្មែរស្នាដៃកូនខ្មែរតែគុណភាពអត់កើតតម្លៃថ្លៃសេវាអន់អានឹងគ្មានណាគ្រប់គ្រងយើងយូរទេឥឡូវក្នុងស្ថានភាពនេះគេគ្រប់គ្រងរយៈពេលខ្លីតែបើនៅតែអញ្ចឹងទៀតយើងអត់កែប្រែទៀតយើងអត់អភិវឌ្ឍទៀតមានពីណាគ្រប់គ្រងទេអាបីត្រូវចូលទៅគុណភាពបើមិនបានលើសគេក៏បានត្រូវស្មើគេដែរតម្លៃមិនបានលើសគេក៏បានស្មើគេដែរបាទអញ្ចឹងអាសេវាក៏ដូចគ្នាដែរយើងត្រូវធ្វើបែបផែនតកងរបស់ពួកខ្ញុំមានជីវធម៌មានការជំរាបសួរការបើកទ្វារជូនភ្ញៀវចេញចូលលើកដាក់អីវ៉ាន់ញញឹមបាទស្មាយបាទពួកគាត់ខ្ញុំថៃតែអត់ស្មាយអត់ធីបបាទអញ្ចឹងស្មាយញញឹមព្យាយាមញញឹមកើតទុកមិនក៏ញញឹមមួយភ្ញៀវដែរចប់តែមានកើតទុកក្រោយបាទអញ្ចឹងលុយធីបធ្លាក់តាមហ្នឹងអញ្ចឹងចេះជំរុញពួកគាត់បាទអញ្ចឹងកុំឲ្យថាយើងឲ្យស្អីជារបស់ខ្មែរហើយយើងយកអាហ្នឹងជាលេសណាបាទហើយខ្ញុំខ្លួនឯងក៏អត់ចូលចិត្តដែរដូចជាពេលដែលយើងមានបញ្ហាជាមួយខាងប្រទេសជិតខាងយើងបាទអ្នកខ្លះធ្វើផលិតផលក្នុងស្រុកដើម្បីជំនួសផលិតផលដទៃយើងសប្បាយចិត្តយើងគ្រប់គ្រងប៉ុន្តែបើយើងយកមកប្រើវាមិនកើតតម្លៃថ្លៃកក់ថ្ងៃហ្នឹង5ថ្ងៃក្រោយមិនបានតែយើងចង់បានយើងអត់ចង់បានទេបាទគ្រប់គ្រងបានតែម្ដងពីរដងលើកក្រោយបាត់បាយហើយបាទអញ្ចឹងយើងអត់ចង់ទេបទពិសោធន៍យើងគឺថាខ្មែរម្នាក់គាត់ថាចេញផលិតផលហើយដូចខ្ញុំថាហ្នឹងគុណភាពតម្លៃសេវាកម្មយើងគួរគត់ចេញមួយគេមិនបានលើគេក៏បានស្មើគេដែរបានខ្មែរយើងគ្រប់គ្រងពេញកម្រិតបាទហើយរយៈពេលយូរហើយអនាគតវិស័យឡានអគ្គិសនីតាក់ស៊ីខ្ញុំនិយាយថាតាក់ស៊ីណាបាទនឹងជំនួសមកផ្នែកធំហ្មងជំនួសឡានដែលប្រើសាំងឬក៏ជំនួសទាំងស្រុងតែម្ដងពីព្រោះនៅចិនវាចង់95% EV ទាំងអស់បាទអញ្ចឹងវានឹងជំនួសមួយផ្នែកធំឬក៏ទាំងស្រុងឆាប់នឹងអត់យូរទេដោយសារតែឡាន EV យើងដឹងហើយ2024 25 26សិតតែ model top ចាបង comfort ទំនើបទាន់សម័យបាទហើយជាពិសេសកត្តាទាំងអស់ហ្នឹងជាបន្ទាប់តាមកត្តាមួយសំខាន់គឺតម្លៃបានធូរមូលហេតុដោយសារយើងសាក់ភ្លើងផ្ទះចាខុសមួយសាំងឡើងឆ្ងាយមែនតើណាបាទនិយាយថាអាចនិយាយថាយើងចំណាយទៅលើសាំងជាមួយនឹងអគ្គិសនីដែលយើងសាកហ្នឹងវាអាចខុសគ្នាចង់6 7ដងណាអញ្ចឹងធ្វើឲ្យយើងជិះឡាន EV យើងសេលបានច្រើនធូរជាងឡានសាំងកាត់ការចំណាយបាទកាត់ការចំណាយអញ្ចឹងហើយបានរបត់សម្រាប់ឡានតាក់ស៊ីអនាគតវានឹងទៅ EV សឹងតែទាំងអស់បាទពេលច្រើនឡាន EV ដូចឡានចិនអីហ្នឹងឃើញវាឆ្លាតទៅបងហើយដូចព្រឹកមកខ្ញុំជិះយ៉ាងខ្ញុំសើតកងឡានបងថាឡានហ្នឹងមកជិះនិយាយខ្មែរយ៉ាងឡានបងចេះនិយាយខ្មែរហ្នឹងហើយហើយចូលភាសាហ្នឹងហើយបើកបិទអីហ្នឹងក៏ស្រួលដែរបងចុចតាមម៉ាទិតពេលខ្លះអត់ដោយសារយើងអត់ដែរប្រើឡាន EV វាទៅទៅពេកទៅយើងគ្រាន់តែចុចម៉ាទិតបើវាបើកទ្វារដែរហើយខ្ញុំវាអត់ចេះវាទៅរកតែប្រើកម្លាំងខ្លាំងបាទខាងតអូនឯងអត់ចេះបងក៏អត់ចេះព្រោះឡានច្រើនពេកពេលខ្លះឡើងទៅជិះសាកឡានដៃគូរបស់យើងមុនយើងយកគាត់ចូលជាដៃគូសម្រាប់រត់មួយគ្នាចូលទៅពេលខ្លះចេញអត់រួចចេះរួចមកវាច្រើនប្រភេទពេកបាទតោះសួរគាត់ដល់ពេលខ្លះដាច់ចិត្តសួរគេវាអញ្ចឹងរកឡើងចេញអត់រួចទេបើអត់រួចបាទអញ្ចឹងអានោះវាវិវត្តច្រើនហើយតាមឲ្យតាន់សម័យកាលយើងអត់តាន់ទេយើងដើរយឺតជាងគេអញ្ចឹងមិនយើងអត់ផ្ដោតលើឡានសាំងទេព្រោះអនាគតវា EV នឹងជំនួសគាត់ហើយនឹងបដូរទៅ EV បាទអញ្ចឹងបាទនឹងមួយភាគធំឬក៏ទាំងអស់ខ្ញុំហ៊ាននិយាយអញ្ចឹងបាទអញ្ចឹងសម្រាប់ឡានដែលគាត់រត់សាំងតែគាត់អាចបត់បែនដូរបានយើងដូរមក EV មកហើយចាប់ដៃគូមួយ Limo មកអាប់ខ្មែរយើងបាទគឺរត់មួយ Limo free choice ក្នុងការចង់រត់ពេលណាក៏បានដែរអត់ចង់រត់បិទ offline ទៅចង់រត់យើងបើក online ទៅចូលទៅហូបកាទៀវមួយពូម៉ាក់បិទសិនណាចេញមកចាំបើករត់តទៀតបាទស្រួលគឺយើងអត់មានប្រខិតខំមាន pressure ពីព្រោះអីធ្វើម៉េចឲ្យតែគាត់សុបាយចិត្តបានគាត់ដឹកភ្ញៀវរបស់យើងឲ្យគាត់សុបាយចិត្តដែរអញ្ចឹងណាបាទ
អូខេអញ្ចឹងសម្រាប់បងប្អូនដែលមើលការ live ហ្នឹងបងមានផ្ដល់ជា offer ឬមួយក៏អីពិសេសសម្រាប់ការប្រើប្រាស់ app Limo បងហ៎បាទបច្ចុប្បន្ន app Limo របស់យើងផ្ដល់ discount ជូនរហូតដល់ 30% បាទសម្រាប់បងប្អូនប្រើប្រាស់ដើម្បីឲ្យបងប្អូនគាត់ស្គាល់ហើយគាត់ទទួលសេវាកម្មមួយមានអារម្មណ៍ថាប្លែកហើយប្លែកមែនដោយសារតែខ្ញុំខ្លួនឯងក៏ខ្ញុំរត់ឡានដែរបាទដើម្បីចង់ដឹង feedback របស់ភ្ញៀវដែលគាត់ជិះតែពួកគាត់ដែលជិះឡានគាត់អត់សូវស្គាល់ខ្ញុំពីព្រោះពេលខ្លះខ្ញុំពាក់ម៉ាស់ឲ្យគាត់ស្គាល់បងជា CEO ប៉ុន្តែបងទៅបើកឡានខ្លួនឯងបាទខ្ញុំទៅបើកឡានខ្លួនឯងដែរពេលខ្លះរត់មិនទាន់បើកខ្លួនឯងពិសេសខ្លាំងមែនតើបងបាទអញ្ចឹងភ្ញៀវដែលគាត់ជិះអ្នកខ្លះមានសំណាងតែបានជួប CEO មិនបាទអូថ្ងៃចូលឆ្នាំចិនចែកអាំងប៉ាវអូចែកអាំងប៉ាវបាទជិះ free ហើយបានអាំងប៉ាវទៀតបាទថ្ងៃហ្នឹងប្រហែលជាដូចជាបាន3ភ្ញៀវដែរខ្ញុំរត់ថ្ងៃចូលឆ្នាំចិនហ្នឹងបាទអញ្ចឹងទៅយកគាត់ surprise គាត់ហ្មងហើយជិះ free ហើយជូនអាំងប៉ាវដូចមានបានសិស្សសាលា3នាក់បានបុកឃើញថ្ងៃដោយសារគេងទេហ៎ចុះឆ្នាំចិនអត់បានបុកឃើញអូខេហ្នឹងហើយអូខេបងអញ្ចឹងវីដេអូយើងថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរហើយសង្ឃឹមថាបងប្អូនខ្មែរយើងទាំងអស់គ្នានឹងជួយគ្រប់គ្រង app ខ្មែរយើងជួយឲ្យអាជីវកម្មហើយក៏ដូចជាសេដ្ឋកិច្ចនៅក្នុងស្រុកខ្មែរយើងកាន់តែរីកចម្រើនដូចនៅក្នុងដូចប្រទេសគេនៅក្នុងពិភពលោកបាទអូខេអញ្ចឹងជាសារចាំលេចចុងក្រោយបងអាចមានអីផ្ដាំផ្ញើទៅកាន់ពុកម៉ែបងប្អូនដែលគាត់មើលវីដេអូមួយនេះបងបាទអញ្ចឹងជាចុងក្រោយខ្ញុំថ្លែងអំណរគុណដល់បងប្អូនខ្មែរយើងដែលគាត់ជួយ support មិនមែនតែក្នុងស្រុកទេក្រៅប្រទេសគាត់ support គាត់មកសរសើរមកថាបានអាប់ខ្មែរជិះហើយតែកុំថ្លៃជាងអាប់គេបាទអាហ្នឹងគាត់សរសើរគាត់ជួយ support ដល់ពេលគាត់បាន discount 30% ទៅអូធូរជាងរបស់គេដែរអូខេល្អគាត់គ្រប់គ្រងគាត់ទៅវិញគាត់នឹងប្រាប់អានិកជនដែលគេមកលេងស្រុកខ្មែរយើងខែ3នឹងមកច្រើនដោយសារចូលឆ្នាំខ្មែរខែ4អញ្ចឹងគាត់នឹងជួយ support គាត់ជួយ promotion ឲ្យអញ្ចឹងបងប្អូនដែលជាម្ចាស់ឡាន EV Premium ចង់ចូលរួមជាដៃគូសហការជាមួយខាង Limo ដើម្បីយើងរីកចម្រើនទាំងអស់គ្នាមិនមានសម្ពាធបាទមានតែចំណូលថែមអាចសហការមកពីព្រោះយើងត្រូវការប្រហែលជា80ឡានទៀតដើម្បីភ្ញៀវគាត់អាចបុកបានមានគ្រប់កន្លែងពីព្រោះឥឡូវអត់បាន24ម៉ោងចង់ធ្វើ24ម៉ោង available គ្រប់ទីតាំងអស់អញ្ចឹងតម្រូវការមានហើយខ្វះតែបងប្អូនចូលរួមទេបាទដើម្បីឲ្យយើងរីកចម្រើនទាំងអស់គ្នាណាអរគុណអូខេបងសម្រាប់ប្រម៉ូកូដបងអាចបញ្ជាក់តិចបានទេប្រម៉ូកូដប្រើប្រម៉ូកូដអីដែរដើម្បីបាន 30% ហ្នឹងណាបងដើម្បីទទួលបាន discount 30% បងប្អូនវាយពាក្យ I love Limo នៅក្នុងកន្លែង setting គេដាក់ពាក្យ promotion code តចូលទៅនឹងវាយទៅបានណាបាទបើយើង download app ហើយ sign up មកអត់បាន direct ទេតើតើយើងវាយពាក្យ I love Limo មកបាទបាន 30% ហើយពិសេសខ្លាំងមែនតើអញ្ចឹងសម្រាប់បងប្អូនដែលចូលកុំភ្លេចចូលទៅ download app Limo ហើយកុំភ្លេចប្រើ promo code មាន I love Limo ចា I love Limo ដែលមានដល់ឬពីបងទៅថាចុងខែ4ហ្នឹងបាទ promotion រហូតដល់ចុងខែ4បាទអូខេអញ្ចឹងវីដេអូយើងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនបងដែលបានចូលរួមកិច្ចសម្ភារថ្ងៃនេះបាទអរគុណច្រើនណាអរគុណបាទ